ក្នុងកម្មវិធីExcel អ្នកទាំងនេះអាចដាក់ highlight ពណ៌បែបនេះបាននៅពេលអ្នកទាំងនេះយកមកចុចទៅ cell កន្លែងណាមួយវានឹង highlight ពណ៌ទាំងជួរឈរជួរដេកបាទ row និង column បាទអញ្ចឹងដើម្បីធ្វើបែបហ្នឹងបានអ្នកទាំងនេះអាចចូលធ្វើបានបាទតាមដានវីដេអូរបស់អ្នកទាំងគ្នាបន្តមកទៀតអ្នកទាំងគ្នាសរសេរកូដទុកបាទកូដហ្នឹងខ្ញុំសរសេរនៅក្នុង notepad បាទសរសេរនៅ notepad បន្តកូដខាងលើនេះសរសេរមួយជួរបាទមួយផ្នែកផ្នែកទី1នេះគឺកូដផ្នែកទី2អញ្ចឹងសរសេរទុកក្នុង notepad ទេចាំយើង copy វាដាក់ណាបាទហើយកូដហ្នឹងមិនច្រើនទេបន្តិចទេសរសេរដូចចាបើសិនអ្នកទាំងគ្នាសរសេរខុសគឺអត់ចេញទេបន្តមកយើងចូល Excel មកហើយអ្នកទាំងនេះ select កន្លែងជ្រុងនេះមិនយើង select all select all ហើយចូល home ហើយយកកន្លែង conditional formatting នេះបាទហើយយក manage rule មកបាទ manage rule ហើយចុច new rule យើងកំណត់លក្ខខណ្ឌថ្មីហើយចុចខាងក្រោមនេះ use formula នេះបាទហើយកន្លែងនេះគឺកន្លែងយើងដាក់រូបមន្តអញ្ចឹងយើង copy code យើងមិនមកបាទកន្លែងហ្នឹងវាងតូចអញ្ចឹងសរសេរកូដទៅពិបាកមើលអញ្ចឹង copy code យើងដែលយើងសរសេរទុកហ្នឹងបាទ copy វាដាក់មកនេះបាទ copy code ហ្នឹងយកមកដាក់នៅកន្លែងហ្នឹងមកបាទចុច mouse ស្ដាំចុច pass វាមកហើយអ្នកទាំងនេះទៅកំណត់ចុច format មកដើម្បីទៅកំណត់ពណ៌អញ្ចឹងចង់ដាក់ពណ៌មួយណាចុច fill មកខ្ញុំដាក់ពណ៌លឿងទៅបាទឃើញទេហើយចុច OK ចុច OK មួយសារទៀតចុច apply នេះប៊ូតុង apply នេះចុច apply ចុច OK មួយសារទៀតអញ្ចឹងបានពណ៌ហើយបាទប៉ុន្តែវាអត់តន់ដើរទេឃើញទេបាទពណ៌ហ្នឹងបានប៉ុន្តែអត់តន់ដើរដល់ពេលខ្ញុំយកមកចុចកន្លែងផ្សេងអត់ដើរទេអញ្ចឹងយើងត្រូវការយកកូដមកបន្តទៀតដាក់នេះយកកូដនេះបាទយកកូដហ្នឹង copy វាទៅមកបាទ copy កូដហ្នឹងហើយយើងមកដាក់នៅក្នុង Excel ទៀតចុចមើលមកខាងក្រោមមានពាក្យ sheet ចុច mouse ស្ដាំលើ sheet មួយហ្នឹងមកបាទហើយយកពាក្យ view code បាទចុច view code ហើយកន្លែង general នេះ select យកវាមកយកពាក្យ worksheet បាទចុចពាក្យ worksheet ហើយគ្រាន់តែ pass នេះ pass កូដយើងមិញមកបាទពេល pass ហើយអ្នកទាំងអាចខ្វែងវាបន្តិចទៅបាទខ្វែងអាសញ្ញាដកហ្នឹងបិទវាសិនហ្នឹងហើយពេលខ្វែងអ្នកទាំងនេះចុចទៅដើរឃើញទេបាទដើរប៉ុន្តែខ្ញុំសូមបញ្ជាក់តិចបើសិនជាអ្នកទាំងនេះចង់បិទឲ្យបើកប្រើទៀតអ្នកទាំងនេះទៅ save បែបនេះចុច save មកហើយកន្លែងextension វាហ្នឹងយកទី2នេះអត់បើសិនអ្នកទាំងនេះ save យក Excel workbook គឺបើកមកវិញអត់ដើរទេអញ្ចឹងអ្នកទាំងនេះត្រូវ save យកកន្លែងនេះ Excel macro enable workbook ដោយសារវាមានកូដអញ្ចឹងណាកូដយើងត្រូវយក Excel macro ហ្នឹងបាទហើយចាំដាក់ឈ្មោះទៅហើយចុច save ទៅគឺពេលបិទឲ្យបើកសារថ្មីវាដើរហើយណាបាទហើយខ្ញុំសូមបញ្ជាក់តិចបាទតើតើទៅនឹង active highlight ពណ៌ហ្នឹងExcel series ចាស់គឺយើងត្រូវតែធ្វើអញ្ចឹងប៉ុន្តែបើ Excel series ថ្មីគេមានណាបាទ Excel series ថ្មីគឺគេមានមុខងារនៅក្នុង view បាទគេមានមុខងារនៅក្នុង view ឈ្មោះ cell worker បាទគេមានមុខងារនៅនឹងស្រាប់ហ្មងគ្រាន់តែដាក់ទៅគឺយើងចុចទៅបានពណ៌ automatic តែបើកម្មវិធី series ចាស់គឺយើងត្រូវតែកំណត់ពណ៌បាទអូខេអញ្ចឹងវីដេអូចែកម្លេចខ្លីៗមានប៉ុណ្្នឹងទេបាទសូមអរគុណ